សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាធម្មនុញ្ញក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្ដួចផ្ដើមយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៅក្នុងឈូងសមុទ្រកម្ពុជាថៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា2បានកំណត់យ៉ាងច្បាស់ថាបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបំពានបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដូចនេះការប្រកាន់យកយន្តការច្បាប់អន្តរជាតិក្នុងដំណោះស្រាយព្រំដែនឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តយ៉ាងរឹងមាំចំពោះសន្តិភាពការសន្ទនានីតិរដ្ឋនិងការដោះស្រាយវិវាទដោយសន្តិវិធីក្រោមច្បាប់និងវិធានអន្តរជាតិដែលសហគមន៍អន្តរជាតិតែងតែប្រាថ្នាចង់បានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគាំទ្រនិងជឿជាក់យ៉ាងមុតមមលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តការពាររដ្ឋធម្មនុញ្ញនិងឈានទៅសម្រេចបាននូវដំណោះស្រាយព្រំដែនការពារបូរណភាពទឹកដីការពារជាតិមាតុភូមិឈរលើគោលការណ៍សន្តិភាពនិយមនិងសន្តិវិធីក្រោមយន្តការច្បាប់ជាតិនិងច្បាប់អន្តរជាតិជាធរមានថ្ងៃប្រហ័ស6រោចខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី7ខែឧសភាឆ្នាំ2026